ចាស់សម្រាប់បងដែលចង់បានប្រភេទស្មៅរ៉ូស៊ីដំតុនល្អិតបងរ៉ូស៊ីដើមវាបែបនេះបងដែលអត់ស្គាល់ទេបងអាចមើលប្រភេទដើមវាបានដើមវាល្អិតតុនសម្រាប់ចំគោកវៃប្រភេទសេះកដោបអីគឺល្អហើយអ្វីដែលសំខាន់ស្មៅនេះកាត់ដោះអាយុកាលវែងបងទាំងអស់គ្នាមួយវិញទៀតសម្រាប់បងដែលចង់បានប្រភេទស្មៅស្ដាច់ស្មៅលេខ1បងអាចប្រើប្រភេទមុំបាសាបាននេះជាប្រភេទមុំបាសាដើមវាស្តៀងនឹងស្រូវហើយស្លឹកវាធំបែបហ្នឹងបងបើអាយុកាលវាវិញគឺយូរឆ្នាំមែនតើតែម្ដងកាត់ដោះហើយអ្វីដែលសំខាន់ធន់អាកាសធាតុរាំងណាមួយទៀតសម្រាប់បងដែលចង់បានប្រភេទស្មៅដើមដូចពោតស្លៃស្លឹកវាធំល្អខ្លាំងពពួកស្មៅផ្អែមបងអាចជ្រើសរើសប្រភេទស្មៅផ្អែមស៊ូក្រាមយកទៅដាំបានស៊ូក្រាមនេះល្អខ្លាំងមែនតើតែម្ដងសម្រាប់ស្មៅនេះជាប្រភេទស្មៅ Sweet Jumbo ជាពពួកស្មៅផ្អែមសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ស្លឹកធំសម្រាប់ចំគោអញ្ចឹងបងត្រូវការបងអាចកំងបានមួយវិញទៀតបងមានតែដីស្រែបងអាចជ្រើសរើសប្រភេទ Paspalum Catalam នេះដាំនៅក្នុងដីស្រែបងអាចបញ្ចូលទឹកបានបញ្ចេញទឹកបានអ្វីដែលសំខាន់នោះបងដាំម្ដងប្រមូលផលបានយូរឆ្នាំយើងមានពីរប្រភេទសម្រាប់ដាំនៅក្នុងស្រែ Paspalum និងអត្រាតាំនេះដាំនៅក្នុងស្រែដូចគ្នាអំបូរតែមួយជាមួយនឹង Paspalum Catalam បងដាំប្រភេទស្មៅទឹកបងអាចជ្រើសប្រភេទអត្រាតាំនិង Paspalum បានណាដាំនៅក្នុងស្រែបាន